យោធាថៃមានផែនការបំផ្លាញសមត្ថភាពយោធាកម្ពុជាឲ្យសាបសូន្យយូរអង្វែងអគ្គសេនាធិការកងទ័ពជើងគោកថៃលោកឆៃព្រឹកដួងប្រផាតអះអាងថាគោលដៅចុងក្រោយរបស់កងទ័ពថៃគឺធានាឲ្យបានថាកម្ពុជានឹងលែងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ថៃក្នុងរយៈពេលយូរអង្វែងតទៅថ្ងៃមុខដើម្បីសម្រេចគោលដៅនេះប្រទេសថៃចាំបាច់ត្រូវតែកំណត់គោលដៅលើបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់កម្ពុជាទាំងអស់នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ PBS កាលពីថ្ងៃទី14ធ្នូនេះនៅថ្ងៃទី15ខែធ្នូឆ្នាំ2025នេះមានភូមិសាស្ត្រចំនួន22កន្លែងបូករួមទាំងតំបន់ស៊ីវិលផងក្នុងខេត្តចំនួន4នៃយោធាភូមិភាគទី4និងយោធាភូមិភាគទី5របស់ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមរភូមិដ៏ក្តៅគគុកដែលត្រូវទាហានថៃឈ្លានពានវាយប្រហារដោយអាវុធនិងយុទ្ធោបករណ៍គ្រប់ប្រភេទចំនួន25លើកក្នុងរយៈពេលជាង21ម៉ោងនេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី15ខែធ្នូឆ្នាំ2025នេះគិតចាប់តាំងពីម៉ោង1:30នាទីរំលងអធ្រាត្រដល់ម៉ោង3:41នាទីរសៀលនៅថ្ងៃទី15ខែធ្នូគឺមានរយៈពេលប្រមាណជាង14ម៉ោងដែលទាហានថៃបានវាយប្រហារលើសមរភូមិទាំង22កន្លែងរបស់កម្ពុជាដោយប្រើយន្តហោះចម្បាំង F16 កាំភ្លើងធំ155មីលីម៉ែត្រដ្រូនពំក្បាលគ្រាប់ដ្រូនទម្លាក់គ្រាប់បែកចង្កោមដ្រូនបាញ់ផ្សែងពលនិងរថក្រោះជាដើមអាវុធនិងយុទ្ធោបករណ៍ទាំងនោះត្រូវបានកងទ័ពថៃបាញ់ស្រោចទៅលើភូមិសាស្ត្រទាំង22កន្លែងរបស់កម្ពុជារួមមានប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទព្រះវិហារជប់អង្គញ់ថ្មដួនជប់កគីតាថាវអានសេះគោល8បោះស្បូវជាំតែភ្នំខ្មោចដំណាក់ស្ដាច់និងថ្មឆាត់ដែលស្ថិតក្នុងខេត្តព្រះវិហារនៃយុទ្ធភូមិភាគទី4ខណៈខេត្តឧត្តរមានជ័យនៃយុទ្ធភូមិភាគទី4ដែរនោះក៏ត្រូវរងការវាយប្រហារដោយកងទ័ពថៃដែរទៅលើភូមិសាស្ត្រមួយចំនួនដូចជាអូស្មាច់ប្រាសាទតាមន់ធំនិងក្រុងសំរោងដែលជាតំបន់ជនស៊ីវិលចំណែកឯខេត្តបន្ទាយមានជ័យនៃយុទ្ធភូមិភាគទី5ត្រូវទាហានថៃបាញ់ស្រោចទៅលើភូមិព្រៃច័ន្ទភូមិជោគជ័យច្រកបឹងត្រកួននិងស្រុកប្រណេតព្រះយ៉ាងដំណំបន្ថែមពីនេះភូមិសាស្ត្រអូភ្លុកដំរីនិងឃុំថ្មដាស្រុកវាលវែងក្នុងខេត្តពោធិ៍សាត់នៃយុទ្ធភូមិភាគទី5ក៏ត្រូវរងការបាញ់ប្លង់និងរងការបាញ់ផ្សែងពុលពីសំណាក់កងទ័ពថៃយ៉ាងធ្ងន់ធ្ងរថែមទៀតគិតត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025នេះសង្គ្រាមឈ្លានពានថៃលើកម្ពុជាចូលដល់ថ្ងៃទី9ហើយដែលថៃបានប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់ចូលជ្រៅក្នុងទឹកដីកម្ពុជាចម្ងាយ70គីឡូម៉ែត្រក្បែរជំរំជនភៀសឹកក្នុងភូមិសាស្ត្រស្រុកស្រីស្នាមខេត្តសៀមរាបជុំវិញការវាយប្រហារនៅថ្ងៃទី15ធ្នូនេះយើងខ្ញុំសូមជូនសេចក្តីរាយការណ៍លម្អិតដូចតទៅនៅវេលាម៉ោង1:30នាទីរំលងអធ្រាត្រយោធាថៃបានប្រើដ្រូនទម្លាក់គ្រាប់បែកនៅភូមិសាស្ត្របឹងត្រកួនរហូតដល់ម៉ោង4:30នាទីព្រឹកទាហានថៃចាប់ផ្ដើមបាញ់ប្លង់កាំភ្លើងធំគ្រប់ធុនចូលភូមិសាស្ត្រអូស្មាច់បន្តទៀតប៉ុន្តែ20នាទីក្រោយមកនៅម៉ោង4:50នាទីថៃក៏បានបាញ់ប្លង់ចូលភូមិសាស្ត្រប្រាសាទខ្នាវិញនៅម៉ោង5:40នាទីទាហានថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គញ់និងបាញ់ប្លង់ចូលភូមិសាស្ត្រប្រាសាទតាមន់ធំផងដែរខណៈម៉ោង5:45នាទីថៃបានបាញ់ប្លង់ចូលភូមិសាស្ត្រថ្មដូនយ៉ាងខ្លាំងក្លានៅម៉ោង5:50នាទីថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របីនិងម៉ោង6:55នាទីពួកគេចាប់ផ្ដើមបាញ់ប្លង់ចូលភូមិព្រៃច័ន្ទវិញរហូតដល់ម៉ោង7:00នាទីថៃក៏បានចាប់ផ្ដើមបាញ់ប្លង់ចូលភូមិជោគជ័យបន្តទៀតប៉ុន្តែ10នាទីក្រោយមកគឺនៅម៉ោង7:10នាទីថៃចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូភ្លុកដំរីខេត្តពោធិ៍សាត់និងនៅម៉ោង7:14នាទីថៃក៏បានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ថែមទៀតនៅម៉ោង7:35នាទីថៃបានបាញ់កាំភ្លើងធំ155មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រក្រុងសំរោងដែលជាតំបន់ជនស៊ីវិលរស់នៅខណៈម៉ោង7:44នាទីថៃបានប្រើដ្រូនពំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រច្រកជ័យជំនះរហូតដល់ម៉ោង9:02នាទីថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិព្រៃច័ន្ទនិងនៅម៉ោង9:18នាទីថៃចាប់ផ្ដើមវាយប្រហារចូលភូមិសាស្ត្រខេត្តព្រះវិហារវិញម្ដងនៅម៉ោង9:52នាទីយោធាថៃបន្តបាញ់ប្លង់ចូលភូមិជោគជ័យប៉ុន្តែនៅម៉ោង10:00នាទីព្រឹកថៃបានពង្រីកភូមិសាស្ត្រចូលទឹកដីខេត្តសៀមរាបចម្ងាយ70គីឡូម៉ែត្រដោយបាញ់ប្រហារយ៉ាងកម្រោលលើតំបន់ជនស៊ីវិលក្នុងនោះនៅវេលាម៉ោង10:08នាទីនិងម៉ោង10:11នាទីយោធាថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែក2គ្រាប់ក្បែរជំរំជនភៀសឹកនៅភូមិសាស្ត្រស្ពានអូជីកស្ថិតក្នុងព្រំប្រទល់ស្រុកស្រីស្នំនិងស្រុកចុងកាល់ខេត្តសៀមរាបហើយក្នុងពេលដំណើរគ្នានោះគឺនៅម៉ោង10:10នាទីថៃក៏បានបាញ់ប្លង់ចូលភូមិសាស្ត្របឹងត្រកួនផងដែរ18នាទីក្រោយមកគឺនៅម៉ោង11:28នាទីថៃបានប្រើយន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់បន្ថែមទៀតនៅភូមិប៉ោយសំរោងឃុំព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យប៉ុន្តែនៅម៉ោង11:32នាទីថៃបានប្រើយន្តហោះចម្បាំង F16 ហោះពីលើភូមិសាស្ត្រឃុំអូបីជាន់និងភូមិសាស្ត្របឹងត្រកួនខណៈវេលាម៉ោង12:06នាទីថៃក៏បានប្រើដ្រូនស៊ើបការហោះក្តាប់សភាពការនៅខាងក្រោយភូមិជោគជ័យផងដែររហូតដល់ម៉ោង12:56នាទីថៃ
បានបង្វែរទិសដៅវាយប្រហារដោយប្រើដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ខណៈម៉ោង 3:10 នាទីថៃបានបាញ់ផ្លោងចូលភូមិព្រៃច័ន្ទចំណែកកងកម្លាំងថ្មើរជើងយោធាថៃមួយផ្នែកទៀតអមដោយរថក្រោះក៏បានព្យាយាមរុលចូលខាងមុខភូមិជោគជ័យផងដែរនៅវេលាម៉ោង 3:14 នាទីប៉ុន្តែនៅម៉ោង 3:19 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រតំបន់អភិវឌ្ឍភ្នំឆាត់ចំនួន2គ្រាប់ស្ថិតនៅឃុំគោករមៀតស្រុកថ្មបួកខេត្តបន្ទាយមានជ័យខណៈម៉ោង 3:41 នាទីថៃបានប្រើយន្តហោះចម្បាំង F-16 ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជាសាជាថ្មីនៅម៉ោង 6:20 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទម្ដងទៀតខណៈម៉ោង 8:27 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូភ្លុកដំរីវិញរហូតដល់ម៉ោង 10:33 នាទីយោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូភ្លុកដំរីបន្ថែមទៀតជុំវិញការវាយប្រហាររបស់ទាហានថៃលើកម្ពុជាជាបន្តបន្ទាប់មកនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានព្រឹទ្ធសភាបានចេញសារបន្ទាន់កាលពីថ្ងៃទី 13 ខែធ្នូថាប៉ុន្មានថ្ងៃមកនេះកងកម្លាំងថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែងឡើយសូម្បីតែស្ពានថ្នល់សាលារៀនវត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោលដែរសម្ដេចបញ្ជាក់ថាសូម្បីតែផ្សែងពុលនិងក្របបែកចង្កោមក៏ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងថែមទៀតទោះកន្លែងទាំងនោះមានពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាក៏ដោយចំណែកសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវមោទនភាពដែលឃើញកងទ័ពដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងនៅពេលនេះសម្ដេចមហាបវរធិបតីបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរនិងកងទ័ពថារាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋក៏ដូចជាវីរៈកងទ័ពវីរៈនគរបាលជាតិខ្មែរគ្រប់ពេលវេលាទាំងអស់ខ្ញុំធ្វើសេចក្តីរាយការណ៍ពី Peace Cambodia